អ្នកដឹកនាំជាន់ខ្ពស់ចូលរួមសង្ក្រាន្តនៅខេត្តព្រះវិហារនាំយកភាពកក់ក្ដៅដល់ប្រជាពលរដ្ឋនៅក្នុងមណ្ឌលសុវត្ថិភាពខេត្តព្រះវិហារមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ពីស្ថាប័នជាតិនិងរដ្ឋបាលខេត្តបានចូលរួមអបអរសាទរកម្មវិធីសង្ក្រាន្តនៅក្នុងខេត្តព្រះវិហារដោយផ្ដោតលើការនាំចូលក្តីសង្ឃឹមសាមគ្គីភាពនិងភាពកក់ក្ដៅទៅកាន់ប្រជាពលរដ្ឋជាពិសេសបងប្អូនដែលកំពុងទស្សនៈនៅក្នុងមណ្ឌលសុវត្ថិភាពក្នុងកម្មវិធីនេះត្រូវបានប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី24ខែមេនាឆ្នាំ2026ឯកឧត្តមហេងសុកណាងសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបានអញ្ជើញចូលរួមក្នុងកម្មវិធីសង្ក្រាន្តវត្តកំពង់សង្កែស្ថិតនៅក្នុងឃុំកំពង់ស្រឡៅមួយស្រុកឆែបនិងសង្ក្រាន្តវត្តឧត្តរគិរីទួលអណ្ដែតស្ថិតនៅក្នុងឃុំថ្មីស្រុកគូលែនក្នុងគោលបំណងលើកទឹកចិត្តនិងបង្កើននូវស្មារតីសាមគ្គីភាពរវាងអាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកំពុងត្រៀមមកដល់ក្នុងពេលឆាប់ៗខាងមុខនៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនិងរីករាយមន្ត្រីថ្នាក់ដឹកនាំបានចូលរួមលេងល្បែងប្រជាប្រិយរបស់ខ្មែរជាមួយនឹងប្រជាពលរដ្ឋដូចជាល្បែងបោះអង្គញ់ទាញព្រ័ត្រនិងល្បែងសប្បាយផ្សេងៗជាច្រើនទៀតដែលបានបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិដ៏សម្បូរបែបលើពីនេះពួកគេក៏បានចូលរួមពិសានំបញ្ចុកសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋដោយបង្កើតនូវបរិយាកាសសាមគ្គីភាពនិងស្នាមញញឹមយ៉ាងកក់ក្ដៅដែលបានបញ្ជាក់ពីការផ្សារភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងអាជ្ញាធរនិងសហគមន៍មូលដ្ឋានលោកពិសិដ្ឋដែលជាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមណ្ឌលសុវត្ថិភាពបានបង្ហាញពីការសប្បាយរីករាយនិងអំណរគុណចំពោះការយកចិត្តទុកដាក់ពីមន្ត្រីថ្នាក់ដឹកនាំដែលមកដល់ផ្ទាល់ដើម្បីចែករំលែកនូវអារម្មណ៍ស្និទ្ធស្នាលនិងលើកទឹកចិត្តនៅក្នុងឱកាសដ៏មានអត្ថន័យនេះលោកថាកម្មវិធីសង្ក្រាន្តនេះមិនត្រឹមតែជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការបង្ហាញពីការរួបរួមបញ្ចូលនៅសង្គមការថែរក្សាវប្បធម៌និងការពង្រឹងសាមគ្គីភាពជាតិក្នុងបរិបទនៃការអភិវឌ្ឍសង្គមជាបន្តបន្ទាប់